ជំរាបសួរលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីជាបន្តទៅនេះខ្ញុំបាទសុកវីរ៉ានិងក្រុមការងារសូមជូននូវព័ត៌មានប្រចាំថ្ងៃពីវិទ្យុជាតិកម្ពុជាចំការជែក 92.70 MHz ខេត្តបាត់ដំបងក្រសួងការងារធ្វើតេស្តរោគសាធារណញចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាក្រសួងធនធានទឹកជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី24ខែតុលាឆ្នាំ2025កិច្ចសន្ទនាលើកទី3រវាងរដ្ឋនិងវិស័យឯកជនកម្ពុជាសហរដ្ឋអាមេរិកធ្វើយ៉ាងណាដើម្បីកាត់បន្ថយការទទួលទានគ្រឿងស្រវឹងសូមជូនព័ត៌មានពិស្ដាក្រសួងការងារធ្វើតេស្តរោគសាធារណញចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនចំពោះអ្នកដឹកនាំមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាចាប់ពីថ្ងៃទី22ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025នៅក្នុងបរិវេណក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈការធ្វើតេស្តស្វែងរកសារធាតុញៀននេះជាការអនុវត្តតាមបទបញ្ជាលេខ01 បបចុះថ្ងៃទី20ខែកុម្ភៈឆ្នាំ2024ស្ដីពីការដាក់ចេញវិធានការមើងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានិងលិខិតលេខ117លោសអជបតញចុះថ្ងៃទី24ខែមីនាឆ្នាំ2025របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងធនធានទឹកជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី24ខែតុលាឆ្នាំ2025ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី24ខែតុលាឆ្នាំ2025របបខ្យល់មូសុងដែលបក់លើសមុទ្រអាន់ដាមែនសមុទ្រកម្ពុជាអាងទន្លេមេគង្គសមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពលស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26ខែតុលាឆ្នាំ2025តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា21អង្សានិងសីតុណ្ហភាពមធ្យមអតិបរមា27អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារប្រជេស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា21អង្សានិងសីតុណ្ហភាពមធ្យមអតិបរមា27អង្សាសេខ្យល់បក់មកពីទិសនិរដីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1.25 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី24ខែតុលាឆ្នាំ2025កិច្ចសន្ទនាលើកទី3រវាងរដ្ឋនិងវិស័យឯកជនកម្ពុជាសហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅព្រឹកថ្ងៃប្រហោះទី23ខែតុលាឆ្នាំ2025ឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជារួមជាមួយលោកស្រី Brigade L Walker ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី3រវាងរដ្ឋនិងវិស័យឯកជនកម្ពុជាសហរដ្ឋអាមេរិកដែលមានការចូលរួមពីលោក Casey Bennett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា
ឯដំលោកជំទាវតំណាងក្រសួងស្ថាប័នពាក់ព័ន្ធតំណាងក្រុមហ៊ុនធុរកិច្ចសហរដ្ឋអាមេរិកអាស៊ានវិស័យឯកជននិងមន្ត្រីជំនាញជាច្រើនរូបកិច្ចសន្ទនាលើកទី3រវាងរដ្ឋនិងវិស័យឯកជនកម្ពុជាសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុកដែលបានលើកយកប្រធានបទជាអត្ថប្រយោជន៍មកពិភាក្សាយ៉ាងផុសផុលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនអាមេរិកសម្ដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំ2លើកកន្លងមកកិច្ចសន្ទនានេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់យន្តការថែទាំគាំទ្រវិនិយោគដែលកំពុងមានប្រតិបត្តិការធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជាដើម្បីជាការពង្រឹងជំនឿចិត្តដល់វិស័យឯកជនជាកិច្ចចាប់ផ្ដើមឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះវត្តមានរបស់លោកស្រីភេរៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាតំណាងក្រសួងស្ថាប័នតំណាងវិស័យឯកជនអាមេរិកដែលមានចូលរួមយ៉ាងកុះករនៅឱកាសនេះនិងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនអាមេរិកទាំងអស់ដែលបានសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជានិងពង្រីកប្រតិបត្តិការធុរកិច្ចក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ពិសេសសហរដ្ឋអាមេរិកគឺជាគោលដៅនាំចេញធំមួយរបស់កម្ពុជាតាមរយៈវេទិកានៃកិច្ចសន្ទនានេះតំណាងវិនិយោគិនអាមេរិកបានបង្ហាញនៅសុទ្ធិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្ដាប់ពីបញ្ហាប្រឈមនិងភារកិច្ចនិងការពិភាក្សាផ្លាស់ប្ដូរយោបល់ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតបក៏ដូចជាដំណោះស្រាយនានាបន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចប្រជុំទាំង2លើកកន្លងមកដែលបានផ្ដល់នៅភាពកក់ក្ដៅក្នុងការបន្តធ្វើធុរកិច្ចដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធនានាជាសេនាធិការឆ្លៀតក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីគម្រោងនៃការដឹកនាំគណៈប្រតិភូកម្ពុជាចេញទៅបំពេញបេសកកម្មគោះទ្វារវិនិយោគនៅក្នុងទឹកដីសហរដ្ឋអាមេរិកដែលក្រុងធ្វើឡើងនៅក្នុងសប្តាហ៍ទី4នៃខែតុលានិងសប្តាហ៍ទី1នៃខែវិច្ឆិកាឆ្នាំ2025នេះធ្វើយ៉ាងណាដើម្បីកាត់បន្ថយការទទួលទានគ្រឿងស្រវឹងបណ្ដាអ្នកទទួលទានស្រាដែលចង់ដកកាយឆ្ងាយពីគ្រឿងស្រវឹងឬចង់រំដោះខ្លួនចេញពីការញៀនស្រាអ្នកគួរតែបង្ហូរញើសដើម្បីប្រឆាំងនឹងជាតិសូរ៉ានៅក្នុងរាងកាយមណ្ឌលព្យាបាលសម្រាប់អ្នកផ្ដាច់គ្រឿងស្រវឹងនៅស្កុតឡែនចក្រភពអង់គ្លេសបានរកឃើញតាមរយៈការសិក្សាអ្នកដែលមកទទួលការព្យាបាលច្រើនជាង 1000 នាក់ថាការផ្ដាច់គ្រឿងស្រវឹងដោយការឲ្យអ្នកចូលខ្លួនមកតមស្រាធ្វើការហាត់ប្រាណប្រភេទ heroin និងកាយសម្ព័ន្ធព្រមទាំងកីឡាហាត់និងកាយសម្ព័ន្ធព្រមទាំងកីឡាហាត់យកសាច់ដុំនៅក្នុងរយៈពេល3សប្តាហ៍គឺជាវិធីដ៏មានលទ្ធផលជាទីបំផុតវិធីនេះជួយធ្វើឲ្យពួកគេមានស្មារតីខ្ពង់ខ្ពស់មានមោទនភាពនិងកម្លាំងល្អបំផុតដែលជាកត្តាសំខាន់ក្នុងការជំនះចិត្តខ្លួនឯងឬជំនះលើគ្រឿងស្រវឹងក្រៅពីនេះវិធីដែលបានពោលមកនេះថែមទាំងជួយបំបាត់អារម្មណ៍រសាប់រសល់អារម្មណ៍ stress បានទៀតផងទឹកដោះគោជូរអាចជួយព្យាបាលជំងឺមួយចំនួនអ្នកដែលមានអាការៈរាគរូសដោយសារតែមានមេរោគអតិសុខុមប្រាណនៅក្នុងពោះវៀនក៏ប៉ុន្តែអតិសុខុមប្រាណនៅក្នុងទឹកដោះគោជូរឬយ៉ាអ៊ូជាអ្នកកម្ចាត់អតិសុខុមប្រាណអាក្រក់ទាំងអស់ទើបការទទួលទានយ៉ាអ៊ូធ្វើឲ្យមានអាការៈរាគរូសរបស់អ្នកបានធូរស្រាលយ៉ាងឆាប់រហ័សវាមានជាតិខ្លាញ់តិចហើយជាប្រភពរួមនៃសារធាតុអាហារសំខាន់ៗដល់ទៅ11ប្រភេទដូចជាជាតិអ៊ីយ៉ូតកាល់ស្យូមវីតាមីន B2 ប្រូតេអ៊ីនវីតាមីន B12 ត្រីតូហ្វានប៉ូតាស្យូមម៉ូលីបដែនសង្កសីនិងវីតាមីន B5 ដូច្នេះហើយទើបអ្នកដែលទទួលទានយ៉ាអ៊ូជាប្រចាំមានអាយុវែងនិងសុខភាពរឹងមាំទោះបីជាវាធ្វើអំពីទឹកដោះគោប៉ុន្តែយ៉ាអ៊ូផ្ដល់ជាតិប្រូតេអ៊ីននិងកាល់ស្យូមខ្ពស់ជាងទឹកដោះគោធម្មតាពោះវៀនមិនអាចរំលាយទឹកដោះគោបានទេប៉ុន្តែចំពោះយ៉ាអ៊ូពោះវៀនអាចរំលាយបានយ៉ាងស្រួលព្រោះនៅក្នុងយ៉ាអ៊ូមានជាតិអាស៊ីតលេកទិកដែលជួយរំលាយជាតិកាល់ស្យូមឲ្យតូចជាងមុនធ្វើឲ្យរាងកាយអាចបឺតស្រូបយកទៅប្រើការបានជាតិកាល់ស្យូមខ្ពស់ដែលបានពីយ៉ាអ៊ូនឹងធ្វើឲ្យឆ្អឹងរឹងមាំជួយការពារជំងឺពុកឆ្អឹងលើសឈាមជំងឺមហារីកពោះវៀននិងជួយជំរុញប្រព័ន្ធដុតបំលែងថាមពលធ្វើឲ្យអ្នកស្រកទម្ងន់ដោយមិនមានអាការៈហេវហត់ទៀតផងធ្វើឲ្យមាត់ធ្មេញជួយកម្ចាត់ក្លិនមាត់និងជំងឺអញ្ចាញធ្មេញបង្កើនប្រព័ន្ធរាងកាយព្រោះបាក់តេរីនៅក្នុងយ៉ាអ៊ូធ្វើឲ្យរាងកាយអាចធ្វើសំយោគវីតាមីន K និង B នៅក្នុងពោះវៀនបានយ៉ាងល្អ
ព័ត៌មានដែលលោកអ្នកបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកសូមជម្រាបលា